នេះកាត់បាន tablet 3-4 ដើមដែរសម្រាប់ tablet ទាំងអស់នេះសុទ្ធសឹងជាប្រភេទម៉ាស៊ីនដែលមានម៉ាស៊ីនខ្លាំងណាហើយសម្រាប់នេះគឺ OnePlus Pad 3ដែលជាប្រភេទ RAM 16 512G នេះគឺស្បាច់កប់ហើយសម្រាប់អ្នកដែលរមម៉ាស៊ីនខ្លាំងអីយ៉ាសម្រាប់ OnePlus គឺត្រូវមែនទេហើយថ្មរបស់វា 12000 មីលីអាំពែជាងហ្នឹងអ្នកគ្នាអញ្ចឹងវាកប់ហើយសម្រាប់អ្នកដែលគាត់រើអេក្រង់ស្អាតធំកប់យ៉ាអ្នកគ្នាអាចមើល Samsung Tab S9 Ultra ដែលជាជំនាន់ចុងក្រោយមួយដែលប្រើប្រទេស chip Snapdragon 8 Gen 2ហើយសម្រាប់ម៉ាស៊ីនទាំងពីរនេះសុទ្ធសឹងជាប្រភេទម៉ាស៊ីន SIM ក៏បាន Wi-Fi ក៏បានតែសម្រាប់ OnePlus នេះគឺប្រើបានតែ SIM ទេដោយសារប្រើបានតែ Wi-Fi ទេដោយសារប្រភេទហ្នឹងគឺអត់ចេញ SIM ទេអញ្ចឹងអ្នកដែលត្រូវការ SIM អ្នកគ្នាអាចមើលបានហើយសម្រាប់អ្នកដែលចូលចិត្តមើលលើអេក្រង់ច្រើនយ៉ាអ្នកគ្នាខ្ញុំ recommend ទៅ Samsung ច្រើនជាងមកតទៅឥឡូវនេះទូទៅមតិច្រើនមែនតើតែគាត់សួរថាបងសម្រាប់ tablet ដែលមានអេក្រង់ល្អគួរតែប្រើ tablet ប្រភេទអីដែលមានអេក្រង់ស្អាតណាអេក្រង់ស្អាតបញ្ចេញពណ៌បញ្ចេញ color អីហ្នឹងគឺស្អាតទូទៅអត់បាក់គិតទេ tablet ណាក៏ដោយទូរស័ព្ទណាក៏ដោយបើអ្នកនឹងចង់បានអេក្រង់ស្អាតឲ្យតែទូរស័ព្ទហ្នឹង brand ហ្នឹងគឺទិញអេក្រង់ពី Samsung ទៅស្អាតហើយឲ្យតែទិញអេក្រង់ប្រភេទ Super AMOLED ពី Samsung ទៅស្អាតហើយដូចជា iPad M4 M5 អីចំនួនចុងក្រោយពេលប្រភេទពុះ13អីហ្នឹងគឺសិតតែជាប្រភេទអេក្រង់ Super AMOLED អញ្ចឹងវាគឺ 100% គឺដឹងថាស្អាតហើយប្រភេទអេក្រង់ OLED ស្អាតស្ដើងម៉ត់ហើយគឺ color ច្បាស់ឲ្យតែវាកម្រិតបង្ហាញវាដល់នេះចឹងជិត 3K អីចឹងគឺកប់អស់ហើយដល់នេះចឹងវាទោះបីវាកម្រិតបង្ហាញវាកប់មែនប៉ុន្តែវាជាប្រភេទអេក្រង់ LCD អ្នកឃើញទេនេះសាច់ពណ៌មិនដូច AMOLED ទេឃើញទេនេះ AMOLED ហា AMOLED បើកពលឺតែប៉ុណ្្នេះណានេះហើយអានេះកប់ហើយឃើញទេហើយពណ៌មើលទៅយើងមើលទៅដឹងហ្មងយើងមើលមកវាមានអារម្មណ៍ថា color របស់វាអត់ដូចប្រភេទ AMOLED ទេហើយឃើញទេវារាង flat ជាងហើយការបញ្ចេញពណ៌គឺអត់ស្មើទេមានន័យថាយ៉ាវាមិនវាអន់ទេគេគ្រាន់ថា LCD គឺវានៅតែជា LCD ចឹងវាមិនមែនដូច Super AMOLED ទេហើយសម្រាប់ប្រទេសបង្ហាញរបស់វាគឺស្ដើងសម្រាប់ Super AMOLED គឺអាចធ្វើឲ្យតួខ្លួនរបស់វាកាន់តែស្ដើងសម្រាប់នេះគឺ OnePlus Pad 3 16 512G នេះខ្ញុំលក់ជូនអ្នកខ្ញុំ525ហើយសម្រាប់ Tab S9 Ultra ទាំង3ដើមនេះយើងលក់ជូនអ្នកគ្នាតែ$675ទេ$675ទេមកមាន cache មានអី complete ណានេះកាត់បាន2ដើមនេះសឹក cache មានប៊ិចមានអីមក complete ហ្មង cache ប៊ិចនេះប៊ិច zin មក set ហើយ yeah screen អីមានមក complete ទាំងអស់ឆ្នាំងសាក់45W អីមក set មកអានេះក៏មក set ដែរអានេះក៏មាន cache zin មក complete ដែរអញ្ចឹងសម្រាប់អ្នកត្រូវការ tablet ធំយ៉ា14 inch ជាងអី13 inch អីហ្នឹងយ៉ាមកថ្ងៃអាចមកមើលបាននៅហាក់លីអរគុណច្រើននេះគឺ Galaxy Tab S8 Plus ដែលវាទទួលបានអេក្រង់ OLED ដូចនឹង S9 Plus ដែរសម្រាប់តកូល7និងតកូល8សម្រាប់ Tab S8 ធម្មតាឬក៏7ធម្មតាគឺយើងអត់ទទួលបានអេក្រង់កម្រិតភាពច្បាស់ក៏ដូចជាអេក្រង់កម្រិតបង្ហាញខ្ពស់បែបនេះដែរហើយក៏มันអាចទទួលបានអេក្រង់ OLED ដែរតែចាប់ពីស៊េរី9ទៅគឺយើងទទួលបានអេក្រង់ OLED ហើយសម្រាប់ S8 Plus នេះគឺយើងទទួលបានកម្រិតអេក្រង់ដល់ទៅ OLED ដែរហើយ tablet មួយនេះគឺមកជាមួយកញ្ចប់ពិសេសមួយគឺ keyboard trackpad trackpad នេះគឺបើទិញក្រៅវាថ្លៃ keyboard ដែលមាន trackpad វាស្តៀងជាមួយនឹង Magic Keyboard របស់ Apple ដែរហើយសម្រាប់ម្ដាមនេះគឺជាប្រភេទម៉ាស៊ីន Wi-Fi 120MHz តែ Samsung ដូចខ្ញុំបញ្ជាក់ដែរអញ្ចឹងគឺយើងអាចទទួលបានកន្លែងដាក់ memory បានដោយមិនបាច់ខ្វល់ទៅលើ storage machine ទេហើយសម្រាប់ keyboard របស់វាដូចខ្ញុំបញ្ជាក់អញ្ចឹងគឺវាមាន trackpad អញ្ចឹងវាងាយស្រួលសម្រាប់អ្នកដែលគាត់ប្រើប្រាស់គឺស្តៀងជាមួយនឹង laptop ឬក៏ computer ដែរហើយយ៉ាការប្រើប្រាស់ទូទៅគឺសម្រាប់ keyboard trackpad គឺថ្លៃហើយសម្រាប់ម្ដងនេះគឺយើងលក់ជូនអ្នកគ្នាទាំងអស់មួយ set នេះទាំងបុចទាំងអីមក play នេះហើយម៉ាស៊ីនស្អាតភ្លឹងនេះណាគឺខ្ញុំផ្ដល់តម្លៃជូនអ្នកគ្នាតែ$445ទេ$445ទេអ្នកគ្នា$445គឺមកទាំង set នេះតែម្ដងហើយខ្ញុំ free ជូនឆ្លាក់សាក់45W ជូនទៀតសម្រាប់អ្នកត្រូវការអាចមកមើលបានសម្រាប់ tablet អ្នកគ្នាអាចមកមើលនៅហាលីបានអរគុណច្រើន